រឿងដែលគួរឲ្យស្អប់អាហ្នឹងដាវគីផេងវីតើវាអាចទៅរួចយ៉ាងណាលីឈីងសានជាអ្នកការពារប្រាសាទហ្វៃអ្នកគ្រាន់តែជាអាយុនិងកម្រិតនៃការដាំដុះរបស់អ្នកទីធ្លាសម្រាប់នៅដងឈូនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកចាប់ពីពេលនេះទៅអ្នកនឹងដុតកាកសំណល់និងថែរក្សាស្តុភាមានពាក្យចាំអារ៉ាមថាចៅហ្វៃនីទាំង3នាក់បានរងរបួសសិស្សយល់ថាពួកគេត្រូវតែព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីធ្វើការងារល្អការដុតសម្រាមគ្រាន់តែជាពរពីព្រះអ្វីដែលអ្នកដតីមើលឃើញថាជាសម្រាមគឺជាទ្រព្យសម្បត្តិសម្រាប់ខ្ញុំអត្ថបទកំពុងខិតជិតហ្សោចិនរួចរាល់ហើយរបស់ម្ចាស់ហាងតើអ្នកមានអាវុធវេទមន្តការពារនិង talisman ពិសេសទេរបស់ល្អទាំងអស់គឺនៅក្នុងយាន Sichuan ទៅទីនោះហើយមើលក្របថេងជាតិពណ៌ខៀវនេះបានចំហុយថ្មវិញ្ញាណចំនួន20ដុំថ្មគោកម្រិតទាបមួយថ្មវិញ្ញាណមួយថ្មគោកម្រិតមធ្យម3និងថ្មខាងវិញ្ញាណមួយខ្ញុំចង់បានពួកគេទាំងអស់សំណល់អេតចាយទាំងនេះក៏នឹងត្រូវបានរាប់ថាជាថ្មខាងវិញ្ញាណតែមួយផងដែរខ្ញុំនឹងយកវាមកវិញហើយចុចវាចូលក្នុងធុងរើសអគ្គរាវិរុទ្ធការពារដែលប្រកួតប្រជែងរួមមាន Spectral Shadow Sword Art និង Burning Blood Shield មួយជាពិតជាល្អណាស់ចាប់ផ្ដើមជាមួយនឹងការផ្លាស់ប្ដូរពន្លឺ Spectral និងស្រមោលយកចេញពីទីក្រុងReng Hong Siu Spring and Archum Gate នៅពេលដែលខ្ញុំបោះជំហានទៅមុខទៀតវានឹងក្លាយជាការបរិច្ឆេទត្រឡប់មកវិញរបស់ខ្ញុំតើអ្នកមានអាយុ105ឆ្នាំទេអ្នកគ្រប់គ្រងលេនមានរឿងអាក្រក់កើតឡើងមានរឿងធំមួយបានកើតឡើងសត្វចម្លែកកម្រិតទី2កំពុងបើកបរនៅពីក្រោយឆាកបើមិនដូច្នេះទេវាមិនអាចទៅរួចទេក្នុងការបង្កើតចំណូលបេសាយខ្នាតធំបែបនេះ
បើអ្នកបើកឡាន30លើកនេះអ្នកនឹងត្រឡប់មកកាន់ខ្ញុំវិញនៅដើរត្បូងថ្មថតរូបរបស់យើងការសម្លាប់អ៊ីលេងឈុនគឺជាសមិទ្ធផលដ៏អស្ចារ្យអញ្ចឹងកុំនិយាយពីដាវត្បូងរបស់អ្នកវាមិនមែនជាគំនិតអាក្រក់ទេក្នុងការជួយអ្នកឲ្យនៅមូលដ្ឋានមានបិសាចកម្រិតទី2នៅទីនេះខ្ញុំយ៉ាងវែងបានបញ្ចប់ទាំងស្រុងហើយត្រូវតែចាក់ចេញមុនមានបរិសុទ្ធចំណាស់ម្នាក់ដែលមកដល់មាត់ទ្វារខ្ញុំគាត់ពិតជាទន់ខ្សោយបន្ទាប់ពីហាត់ដល់កម្រិតទី3ប៉ុន្តែគួរឲ្យអាណិតណាស់ដែលគាត់ត្រូវស្លាប់មើលទៅយើងត្រូវចាត់វិធានការគំនិតបិសាចដ៏ក្លាហានហ៊ានឈ្លានពានព្រំដែននៃនិកាយនីតិក្រដូវនិងសោតរដូវរបស់ខ្ញុំបាននិយាយថាខ្ញុំឆោ